អូខេជំរាបសួរម្ដងទៀតឥឡូវនេះយើងបន្តពីថ្ងៃមុនពាក់ព័ន្ធជាមួយការកណនាពលានដីដែលចាក់ពេញអញ្ចឹងឥឡូវនេះយើងអឺភាសានេះដូរពណ៌វាមកវិញមកអូខេអត់អីទេឥឡូវនេះយើងបាន add boundary ហើយចំពោះ center line ផ្លូវក៏យើងបាន add ហើយដោយសារ code ដែលយើងត្រូវចាក់មកពេញទី1គាត់ត្រូវចាក់ពេញអានេះសម្រាប់តែម្ចាស់ដីតែគាត់ចង់ចាក់ពេញកូដធម្មតាទី1យើងត្រូវ survey កូដដែលគេត្រូវចាក់ពេញឲ្យយើងសិនអញ្ចឹងយើងត្រូវដឹងថាកូដចាក់ពេញគឺខ្ពស់ណាអញ្ចឹងកូដដែលត្រូវចាក់ពេញគេកំណត់ថាស្មើផ្លូវស្មើ center line ផ្លូវដោយសារ center line ផ្លូវរបស់យើងវាមាន11 42 43 44 38 41 43អញ្ចឹងយើងយកកំណត់ត្រឹមតែ44នេះទៅ11 44នេះទៅ44 45អាហ្នឹងសម្រាប់តែយើងនេះទៅអញ្ចឹងមិនថាជាគេអត់កំណត់ថាដំណើរតែយើងស្មើនឹងបោះផ្លូវយើងយកអាណាខ្ពស់ជាងគេទៅចំណុចនេះយើងអាចយកអាធំ11 44ទៅអូខេឥឡូវនេះយើងបានប៉ុណ្ណេះហើយជាដំបូងយើងត្រូវចូលអឺការ add surface មានន័យថាធម្មតាយើងត្រូវ add surface existing របស់វាសិនអញ្ចឹងយើងមុននឹងកណនេះយើងត្រូវចូលទៅក្នុងproperty នេះអូខេយើងចូលទៅវាមកគឺយើងចូលទៅក្នុង surface នេះ surface របស់យើងចុចលើហ្នឹងមកហើយយើងឃើញ surface នៅនេះអញ្ចឹងយើងមកស្ដាំយើងដាក់ create surface អូខេយើង create surface ធម្មតាចេញមកវាលុតគឺលុតផ្ទាំងបែបនេះនេះអាពីរលើនេះ TIN នេះគឺយើងបានដូរទេអានេះក៏យើងអត់ដូរដែរដោយសារ existing surface របស់យើងទេអញ្ចឹង name information នេះគឺយើងត្រូវដាក់របស់វាទី1នេះ surface នេះតែនេះយើងត្រូវដាក់វា existing តែចំណាំឯងយើងអាចដាក់អីសម្រាប់យើងខ្លួនឯងអញ្ចឹងខ្ញុំដាក់ existing អញ្ចឹងយើងដាក់ existing ហ្នឹងមកយើងអូខេមកយើងអូខេមកវាបានប៉ុណ្ណឹងវានេះឃើញសញ្ញាបូកនៅនេះនេះសញ្ញាបូកនៅនេះយើងចុចលើសញ្ញាបូកហ្នឹងមកហើយយើងចុចលើឃើញ existing ហ្នឹងហើយ existing នេះយើងចូលនៅក្នុងសញ្ញាបូកដូចគ្នាមកយើងបានប៉ុណ្ណេះអញ្ចឹងចូលvàoប៉ុណ្ណឹងហើយយើងចូលនេះ define សិននេះយើងអាចចូលក្នុងហ្នឹងមកចូលសញ្ញាបូកដូចគ្នាមកយើងចូលយើងមើលទាំងអស់ហ្នឹងមើលអស់ទី1នេះយើងចូលក្នុង point group យើង point group យើងត្រូវ add ក្នុង group មានថា point ទាំងអស់នេះយើង add ចូលជា group របស់យើងនេះដែលយើងបាន add ករណីចូលទៅមិញ add ករណីទាំងអស់ចូលទៅធម្មតាមិញខ្ញុំ add ករណីទៅគឺ add ចូលនៅក្នុង existing point អញ្ចឹងខ្ញុំចូល existing point ហើយគឺខ្ញុំ apply វាទៅឬក៏យើងចុច OK មកធម្មតាវាចេញនេះ surface របស់យើងឃើញទេនេះ surface របស់យើងអញ្ចឹង surface របស់យើងគឺបែបនេះពេលដែលយើង add វាមកគឺ surface យើងបែបហ្នឹងអញ្ចឹងយើងអាចចូលទៅនេះយើងអាចចូលទៅក្នុងចុចលើ surface មកយើងអាចចូលទៅ edit surface អញ្ចឹងធម្មតាពេលដែលយើងចុចចឹងមកវាលោតផ្ទាំងមួយបែបនេះនេះយើងចូល information មកបើយើងត្រូវរើសឲ្យគេនេះ surface អញ្ចឹង surface យើងត្រូវហើយយើងចូលទៅក្នុងនេះយើងចូលទៅ edit surface អូខេ edit surface ណាវាលោតផ្ទាំងឲ្យយើងនេះបែបនេះតែបើយើងមាន information router ទៅcontour grid point triangle water set ហ្នឹងunderline display អញ្ចឹង summary អញ្ចឹងមាននៅក្នុងហ្នឹងអញ្ចឹងហើយទី1យើងបើក contour នេះមួយទៀតមកយក apply ទៅអីទេហើយមួយទៀតនេះដំបូងយើងចូលទៅក្នុង contour ដោយសាររបស់យើង contour របស់យើងគឺវាធំអញ្ចឹងយើងនេះឃើញ contour របស់យើងនេះយើងចូលទៅ contour នេះមកវាលោតផ្ទាំងប៉ុន្តែយើងចុចទៅលើ contour នេះមកគឺវាលោតឲ្យយើងអញ្ចឹងយើងដាក់ត្រឹម 0.25 ទៅបានហើយអាហ្នឹងចាត់តែយើងមើលទៅវាស័ក្តិសមភ្នែកយើងប៉ុណ្ណឹងមកឬក៏ 0.2 ទៅ 0.5 ហ្នឹងប៉ុណ្ណឹងហើយយើងអានេះ apply វាមកយើងបានប៉ុណ្នេះនេះកន្ទួរបស់យើងឃើញអត់នេះកន្ទួរបស់យើងគឺវាញឹកជាងមុនដោយសារអីយើងបន្ថយវាទៀតជាងមុនប៉ុន្តែយកដល់តែកន្ទួយើងត្រូវខ້ອຍចឹងហើយយើងត្រូវឆែកមើលវាម្ដងទៀតយើងចូលដដែលយើងមកคลิกតាមមកយើង
ចុចលើ surface យើងចុចលើ surface ហ្នឹងមកហើយយើងនេះចូលកន្លែង edit ដដែលនេះចូល edit surface ហ្នឹងដែរមកយើងឃើញអាហ្នឹងដដែលមកទី1ដោយសាររបស់យើងនេះទី1អ្វីដែលយើងត្រូវចូលមកកន្លែងនេះត្រូវកន្លែង display នេះ display នេះចូលទៅ display យើងចូលទៅក្នុង triangle នេះ triangle នេះយើងចុចលើ triangle នេះមកយើង apply មកវានឹងជាប់នេះ triangle ធម្មតាករណីរបស់យើងមានហើយយើងភ្ជាប់វាមួយគឺមានតែពេលយើងបើក triangle មកវាភ្ជាប់វាអញ្ចឹងវាចេញមកអញ្ចឹងយើងត្រូវមើលវាតើវាភ្ជាប់មិនដោយសារនៅសាយអានេះខ្ញុំនៅសាយខ្ញុំដឹងអញ្ចឹងហើយគឺខ្ញុំត្រូវឆែកវាមើលវាតើសាយវាអានេះផងតួវាមិនគឺយើងត្រូវឆែកមើលវាទៅអញ្ចឹងអ្វីដែលយើងត្រូវឆែកអូខេអានេះវាមានបញ្ហាទួចនេះព្រោះនេះខ្ញុំញ៉ាំភាសាយតួមកអាចចាត់ដល់ហ្នឹងទេចាត់ដល់នេះទេអញ្ចឹងណាអញ្ចឹងយើងអាចចូលទៅក្នុង edit swap អីនេះយើងអាចចុចលើវាមកយើងនេះយើងបាត់បង់ដោយសារកុំទួវាត្រូវបែបនេះទេវាត្រូវកញ្ញាអញ្ចឹងនេះចុចមកអូខេបដាច់បាត់ទៀតអញ្ចឹងនេះខ្ញុំអូខេអញ្ចឹងវាត្រូវឲ្យនេះនេះក៏វាត្រូវចប់អាហ្នឹងដែរអញ្ចឹងវាត្រូវចប់ដល់ត្រឹមនេះទេអញ្ចឹងអ្វីដែលត្រូវចប់គឺបែបនេះចាស់អត់នេះវាបានទេយើងដូរយ៉ាងវិញហើយយើងទៀតអូខេអញ្ចឹងវាចូលមកត្រូវនេះក៏ដូចគ្នាដែរចេះវាត្រូវចេះកុំទួរបស់យើងវាអត់មកអញ្ចឹងកុំទួវាបែបនេះអានេះវាអូខេហើយត្រូវហើយកុំទួបែបហ្នឹងអញ្ចឹងនេះអត់ត្រូវជាប់មកនេះទេយើងត្រូវនេះហើយយើងអាចចូលទៅលុបនេះ delete line នេះយើងចូលនេះលុបចោលទៅ enter មកវាដាច់បាត់ទៅអញ្ចឹងវាមានធម្មតា boundary ឯងយើងចាត់ធម្ម boundary ឯងអញ្ចឹងអ្វីដែលយើងអត់ត្រូវធ្វើនេះទេយើងមិនបាច់ទេចោលនេះយើងអាចលុបចោលទៅនេះប៉ុណ្នេះមកយើងទុកប្រព័ន្ធនេះទៅបានអីទេព្រោះតែយើងកាត់នេះគឺកាត់នេះនៅក្នុងboundary ទេអូខេឥឡូវនេះខ្ញុំបាយប៉ុណ្នេះមកខ្ញុំចុចថុយវិញខ្ញុំចុចលើ surface ហ្នឹងដដែលគឺខ្ញុំចូលទៅក្នុង surface property នេះខ្ញុំចូលទៅកន្លែង edit ដដែលខ្ញុំត្រូវបិទអាហ្នឹងវិញខ្ញុំបិទតែអង្គនេះវិញដើម្បីបាត់ចឹងខ្ញុំបាត់វិញហើយបាត់វិញបាទប៉ុណ្ណេះអូខេឥឡូវយើងមកប៉ុណ្្នឹងហើយនេះយើងមកប៉ុណ្ណឹងយកប៉ុណ្ណឹងហើយឥឡូវយើងបានទីតាមដែរអញ្ចឹងឥឡូវនេះយើងចប់ត្រឹមនឹងសិនទៅចាំបន្តគឺខ្ញុំនឹងប្រាប់បន្តបន្ថែមអូខេអរគុណជំរាបលា